អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញនៅគំរូ portfolio ជាច្រើនប៉ុន្តែគ្នាយើងមួយចំនួនទៀតប្រហែលជាគាត់អត់ធ្លាប់បានឃើញនិងយល់ដឹងច្រើនពី portfolio ទេហើយអ្នកខ្លះទៀតគាត់សឹងតែអត់ដឹងថាតើគាត់ត្រូវសម្រេចចិត្តរៀបចំ portfolio របស់គាត់បែបណាដើម្បីឲ្យមានភាពទាក់ទាញនេះជាគំរូ portfolio មួយដែលខ្ញុំបាន preview ពី website មួយណាហើយទីទៀតខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពី website នោះហើយយើងអាចមើលនៅគំរូ portfolio យ៉ាងច្រើនសម្បូរបែបដើម្បីជាជំនួយនៅក្នុងការរៀបចំ portfolio សម្រាប់កិច្ចការផ្ទាល់ខ្លួនរបស់យើងអូខេអញ្ចឹងតាមដានមើលទាំងអស់គ្នាណាថាខ្ញុំនឹងចែកម្លែកទៅលើ website ណាខ្លះដែលគិតថា useful ហើយ website ដែលខ្ញុំ recommend ទី1ដែលជា top 1ខ្ញុំនឹងប្រាប់ទាំងអស់គ្នានៅបន្តិចទៀតនេះណាអូខេអញ្ចឹងនៅក្នុង website ដែលល្អបំផុតសម្រាប់ខ្ញុំតែខ្ញុំក៏អត់ដឹងថាមាន website ណាផ្សេងទៀតដែលល្អលើសនេះដែរគឺខ្ញុំចូលចិត្តមើលនៅ website មួយនេះណាគឺ isu.com អញ្ចឹងអ្នកទាំងអស់គ្នាអាចស្វែងរក portfolio ជាច្រើនដែលយើងគ្រាន់តែវាយនៅ keyword ដែល relate ជាមួយនឹងអ្វីដែលយើងចង់បានមកបានណាចឹងនៅក្នុង website នេះគឺងាយស្រួលមែនតើណាអ្នកទាំងអស់គ្នាអាចមើលនៅគំរូយើងពេញចិត្តមួយណាឥឡូវឧទាហរណ៍ថាខ្ញុំពេញចិត្តមើលនៅគំរូ portfolio មួយនេះខ្ញុំคลิกបែបនេះចឹងយើងអត់ពិបាក stress ទៅគិតថាអូតើយើងគួរ design ក្របបែបណារៀបចំខាងក្នុងមិនយើងមិនចាំបាច់ទៅធ្វើដូចគេទេយើងធ្វើអ្វីដែលជាខ្លួនរបស់យើងអ្វីដែលជាកិច្ចការរបស់យើងគ្រាន់តែយើងអាចមើលនៅគំនិតនៃការរៀបចំពណ៌ការរៀបចំក្របហើយនៅគំនិតរចនាប្លែកៗបន្ថែមទៀតណាដែលយើងអាចយកមានន័យថាយើងអាចទាញយកទៅ apply នៅក្នុងការងាររបស់យើងបានណាអញ្ចឹងផ្ដល់ភាពងាយស្រួលដល់យើងមែនតើហើយមិនត្រឹមតែ portfolio ទៅលើផ្នែកស្ថាបត្យកម្មទេសម្រាប់ខាងផ្នែក graphic អីក៏គាត់អាចមើលជាគំរូដែរព្រោះថានៅក្នុងការធ្វើកិច្ចការពាក់ព័ន្ធជាមួយស្ថាបត្យកម្មឬក៏ graphic ជាទូទៅពេលដែលយើង apply ការងារគឺគេចង់ឃើញពីសមិទ្ធផលមានន័យថាស្នាដៃដែលយើងធ្លាប់បានធ្វើពីមុនមកតែយើងមានស្នាដៃអីគេខ្លះអូខេអញ្ចឹងសម្រាប់ website មួយនេះគឺខ្ញុំ recommend មែនតើហើយខ្ញុំចូលចិត្ត check មើលច្រើនហើយអ្នកដែលគាត់មានជា small team សម្រាប់ start up ទៅលើផ្នែក design អីផ្សេងក៏គាត់អាចមើលជាគំរូ company profile នៅក្នុង website នេះដែរណាអញ្ចឹង website មួយទៀតដែលនិយមណាស់គឺ Behance អូខេ Behance គាត់ថា Behance នេះសម្រាប់ portfolio បើខ្ញុំ recommend ទៅលើ website មួយនេះណាគឺវា top ជាងអូខេអញ្ចឹងអ្នកទាំងអស់គ្នាអាចស្វែងរកមើលបាននៅគំរូ portfolio ដែរឬក៏ស្នាដៃនៃការងារផ្សេងៗដែល relate ជាមួយនឹងផ្នែកស្ថាបត្យកម្មផ្នែក photography ឬក៏ផ្នែក graphic design ហើយសម្រាប់មួយទៀតគឺ Pinterest សម្រាប់ Pinterest នេះខ្ញុំគិតថាគ្នាយើងគាត់ប្រកាសជាស្គាល់ច្រើនហើយណាអញ្ចឹងខ្ញុំមានសម្រាប់ខ្ញុំគឺមាន3 top នឹងណាដែលប្រើជាញឹកញាប់នៅក្នុងការស្វែងរកនៅអ្វីដែល relate ជាមួយនឹង portfolio អញ្ចឹងអរគុណអ្នកទាំងអស់គ្នាសង្ឃឹមថាវាជាកលឹះមួយដើម្បីជួយអ្នកទាំងអស់គ្នានៅក្នុងការធ្វើអ្វីដែលថ្មីហើយនឹងងាយស្រួលអរគុណ